จับคดีវាបានម្នាក់ហើយវើយមិញវាកាប់ជើងយើងឥឡូវយើងត្រូវទៅស៊ីវាលបងគ្នាវាប្រហែលអ្នកទេមិញវាឆ្លាតតែឆ្លាតឡើងខ្ញុំឃើញវារពួតទៅខាងនោះបាត់ហើយយ៉ាយើងចាប់វាឲ្យបានលោកយាយបិសាចអើយមេត្តាទុកជីវិតឲ្យខ្ញុំទៅទៅរៀបការប្រពន្ធថ្មីទៅមកទេលោកយាយបិសាចអើយមិនបានទេយើងឃ្លានយើងត្រូវការអាហារស៊ីវាមិនได้ទៅលបងទេខ្ញុំសម្រាប់ខ្ញុំហើយខ្ញុំមិនតាន់ទៅសម្រាប់ទេអើមើលវាចាប់ហើយអញដឹងហើយយករកកន្លែងពួនសិនក៏មកយកឃើញចាហៅខែអឿនអើអឿនវាកំពុងតែរត់មកហើយហើយយើងធ្វើយ៉ាងម៉េចទើបជួយឲ្យមើលបានណាទឿនវារត់លឿនទឿនវាប្រឆោតយៈទៅហើយយើងចាំលោកទៅចាប់កាប់ជើងយៈទៅរឿងប្រឆោតយៈហ្នឹងអញរហូតណាហើយមើលចាប់បានបឿនមួយហ្នឹងជិះងាប់តាបើមិនជួយវាវាទុកឲ្យវាងាប់មិនកើតទេពីពូមកស្លាប់រងគ្នាត្រូវជួយគ្នាណាធ្វើដូចមុនទៅអាចឆោតវាអញលោតកាប់ជើងវាហើយលោតកាប់ដៃវាដើម្បីឲ្យធ្លាក់បឿនមកស្រស់មកអ្នកស្រីនោះពីណាគេក៏តបកូនយីសយនឹងវាពួនកូនឈើយកចាប់យកទៅហើយគុំទៅខ្វល់យើងជាអ្នកការពារភូមិយើងត្រូវទៅជួយពួកគេប្រយ័ត្នជាលឺវើយនិយាយតិចហើយមុនទៅឌឿនវារត់លឿនឲ្យវាឆោតទៀតហើយលោកតកាប់ជើងទៀតទៅលឿនទៅប្រយ័ត្នបឿនយកស៊ីឥឡូវហើយតោះឌឿនហើយទៅឆោតទៀតវាទុកឲ្យឌឿនកាប់ជើងទៀតអើយអាយ៉ាបេសាឈួតក្រាន់មកចាប់មកស៊ីអញឲ្យបានមកអញឈរនៅនេះចាំមកចាប់អញក៏ដូចគ្នាដែរអញអភ័យហាអញនៅទីនេះហើយមកចាប់អញមកពួកមនុស្សឈួតហើយមករកសក្តីស្លាប់ហើយលបងឃើញពួកវាហើយពួកវាឈរទៅនោះទៅចាប់វាមកកូនយើងទទួលវិជាមេនឹងចាប់វាឲ្យបានលើនេះនេះអូយមនុស្សឈួតកាប់ដៃអញហើយចាប់តាមរូបវាឃើញទទួលវិជាមេតោះកូនយើងចាប់វាពួកយៈខឹងខ្លាំងណាស់គិតថានឹងសម្លាប់ពួកមនុស្សឲ្យអស់ត្រៀមខ្លួនទៅយើងស៊ីហើយកុំសម្លាប់ខ្ញុំឯងញ៉ាំគ្នារត់វើយយ៉ាស៊ីក៏តបហើយវើយរត់វើយដោយការប្រយុទ្ធនេះពួកគេមិនអាចយកឈ្នះក្រុមយៈបានពួកគេក៏នាំគ្នាកិច្ចខ្លួនរត់ទៅព្រះរាជវាំងដើម្បីឲ្យព្រះអង្គជួយសិហាឌឿនវារត់ទៅបានហើយឆាប់រត់វើយចាំអញផងឃើញវាហើយនោះវាចាប់វាភ្លាមទទួលបជាមេស្វាឈួតគេទៅណាក៏អាចសម្លាប់ឲ្យបានដែរលោកយាយចេញទៅណាបានប្រយ័ត្នយ៉ាងនេះពួកយើងមិនស្គាល់ស៊ីកូនខ្ញុំនេះមិនដែរហើយស៊ីកូនខ្ញុំទៀតចឹងយាយតើយកទៅធំប៉ុណ្ណាទៅហើយអ្នកភូមិយើងមិនអាចប្រយុទ្ធជាមួយវាឈ្នះទេតើមែនទេពិតមែនហើយបងឌឺយកនោះវាធំណាស់វាខ្ពស់ជាងមនុស្សយើង3ទៅ4ដងឯណោះអូនច្រឡំទៀតដឹងហើយស្រងស្រាវថ្ងៃចឹងអាណាទៅទុកចិត្តបានហើយវែងទៅដឹងអត់ទេអមឿនប្រហែលខ្ញុំក៏ស្វឹងតិចមែនប៉ុន្តែគាត់និយាយនេះសុទ្ធតែជាការប្រទាំងអស់ចុះអមឿនឯងមិនលឺយាយសំគាត់និយាយទេប្តីគាត់ស្លាប់ដោយសារយៈស៊ីយេអូមើលនេះនេះក៏ខ្ញុំស្លាប់អស់មិនអីទេយាយខ្ញុំសមាជិកទៅប្រយុទ្ធជាមួយនឹងអាយៈនេះខ្ញុំនឹងសម្លាប់យៈនឹងដើម្បីស្រង់សឹកឲ្យក្រុមគ្រួសារយាយវិញអត់ទេមិនឲ្យពុកទៅទេមិនបានទេបងឌឺយាយសំលោកបងវឿនបានឃើញយៈគឺយៈធំណាស់គឺយើងមិនអាចប្រយុទ្ធជាមួយយៈបានទេគឺយើងមានតែទៅ
ទូដល់ព្រះរាជាដើម្បីឲ្យព្រះរាជាគាត់ជួយពិតមែនហើយគ្រូសាលប្អូនឌឿននិយាយត្រូវយើងមិនអាចប្រថុយជីវិតជាមួយនឹងពួកយក្សបានទេយើងមានតែស្រូបប្រញាប់ទៅគាល់ព្រះរាជាដើម្បីឲ្យព្រះរាជាជួយតែមានអ្នកការពារភូមិប៉ុន្មានអ្នកកំពុងតែប្រយុទ្ធជាមួយនឹងពួកយក្សបិសាចមានដូចជាអាបឿនអាដេតអាពេជ្រអាសេហាហើយមានច្រើនទៀតហើយប្រពន្ធអាបឿនក៏អត់ទាន់មកដែរកំពុងតែប្រយុទ្ធជាមួយនឹងយក្សនឹងឯងអូពួកគេសុទ្ធតែជាពួកម៉ាក់របស់របងឌឺពួកគេចេះគុណខ្មែរពួកគេអាចការពារគុណបានចំណែកពួកយើងមិនចេះអ្វីទាំងអស់បើពួកយើងទៅប្រយុទ្ធជាមួយយក្សពិតជាមិនអាចទេតោះពួកយើងនាំគ្នាកិច្ចខ្លួនតោះទៅឥឡូវឆាប់រើនេះព្រមយើងយ៉ាមកដល់ដល់ហើយតោះយើងប្រញាប់ឡើងតោះមកយើងឆាប់ឡើងពុកនៅចាំឲ្យទៀតគេរត់ហើយតោះយើងឆាប់ទៅ